បាទសួស្តីបងប្អូនអរគ្នាអញ្ចឹងវីដេអូនៅថ្ងៃនេះគឺយើងនឹងមកនិយាយបន្ថែមទៀតទៅដល់ការរកលុយជាមួយ Facebook ជាមួយ YouTube ក៏ប៉ុន្តែចង់រំលឹកឡើងវិញដែរថាយើងបាននិយាយអីគេខ្លះហើយតែតោះការរកលុយហ្នឹងគឺយើងបានបញ្ជាក់ពីបំរាមពីអីដែលគួរធ្វើអីដែលមិនគួរធ្វើហើយជាចំណុចសំខាន់នោះគឺត្រូវតែមានការព្យាយាមព្រោះដើមឈើធំមិនដាំថ្ងៃហ្នឹងវាធំនៅថ្ងៃស្អែកទេវាត្រូវការពេលពីមួយថ្ងៃទៅមួយថ្ងៃត្រូវការស្រោចទឹកថែទាំអញ្ចឹងការរកលុយជាមួយនឹង Facebook ក៏ដូចជា YouTube ហ្នឹងការបង្កើត content រកលុយ online ហ្នឹងក៏វាដូចគ្នាដែរធ្វើភ្លាមមិនបានផលភ្លាមអ្នកទាំងអស់គ្នាត្រូវតែត្រៀមចិត្តថាធ្វើគឺត្រូវការពេលយូរទៀតអ្នកខ្លះអាចឈានដល់ទៅ1ឆ្នាំ2ឆ្នាំ3ឆ្នាំក៏អ្នកខ្លះក៏ឃើញផលអ្នកខ្លះក៏ឃើញផលតិចតួចអ្នកខ្លះក៏បានផលច្រើនហើយអ្នកខ្លះទៅទៀតគាត់ធ្វើភ្លាមបានភ្លាមអញ្ចឹងយើងមើលអត់ឃើញហើយអ្វីដែលយើងត្រូវដឹងគឺយើងគិតថាមានការព្យាយាមទៅព្យាយាមរាល់ថ្ងៃទៅហើយព្យាយាមផលិតនៅមាតិកា original ជៀសវាងការយករបស់គេយកមកកែច្នៃធ្វើជារបស់ខ្លួនឯងអាហ្នឹងគឺវាអត់បានផលទេទោះបីជាបានតែរយៈពេលខ្លីថ្ងៃណាមួយគេនឹងclaim យកទៅវិញហើយបាទអញ្ចឹងមួយចំណុចវិញទៀតតកតងនឹងការបង្កើតនេះដែរអ្នកទាំងអស់គ្នាត្រូវតែរកគំនិតណាដែលវាជារបស់យើងមានន័យថាអ្នកទាំងអស់គ្នាចូលចិត្តអីអ្នកទាំងអស់គ្នាធ្វើនឹងទៅចំពោះការបង្រៀននៅពេលដែលយើងទៅវីដេអូបន្ទាប់ទៀតខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាឲ្យថាcontent បែបណាដែលគេចាប់អារម្មណ៍ content ណាគួរធ្វើម៉េច content ណាគួរធ្វើម៉េច content ធ្វើម្ហូបត្រូវធ្វើម៉េចខ្លះរបៀបថតរបៀបអីហ្នឹងខ្ញុំនឹងបញ្ជាក់នៅក្នុងវីដេអូក្រោយគាត់តែចង់បញ្ជាក់ឲ្យបងប្អូនដឹងថាយើងត្រូវតែមុននឹងយើងចាប់ផ្ដើមធ្វើហ្នឹងគឺយើងត្រូវតែរកខ្លួនឯងឃើញសិនតើខ្លួនឯងចូលចិត្តអីខ្លួនឯងចូលចិត្តធ្វើអីចូលចិត្តបែបចែកម្លែកចែកចាយដូចខ្ញុំអញ្ចឹងខ្ញុំធ្វើមេរៀនដើម្បីចែកចាយជាមួយបងប្អូនអរគ្នាព្រោះបើរៀននៅក្នុងថ្នាក់ក៏គេរៀនតែអាហ្នឹងដដែលទេបាទអញ្ចឹងគេរៀនតែអាហ្នឹងដដែលទេអញ្ចឹងជាជាងការទៅបង់លុយហើយយើងអត់មានបានអីផ្លាយបងប្អូនត្រូវព្យាយាមមើលអាវីដេអូដែលខ្ញុំចែកម្លែកហ្នឹងទៅហើយមិនយូរមិនឆាប់ទេបងប្អូននឹងទទួលបានផលដូចគ្នាហើយហ្នឹងឯងល្អហើយប្រសិនបើយើងមានលុយរៀនយើងទៅរៀនឲ្យចំគោលដៅប៉ុន្តែខ្ញុំគិតថាទាំងអស់នេះសិតតែជាអីដែលជាបទពិសោធន៍ហើយជាអីដែលខ្ញុំបានរៀនពីគេដូចតែគ្នាទេមុនពេលដែលខ្ញុំយកមកចែកម្លែកជាមួយនឹងបងប្អូនអរគ្នាអញ្ចឹងកុំគិតថារបស់ free វាអត់ប្រយោជន៍ចាំតែអស់លុយអូខេយើងកុំគិតចឹងទៀតមើលវីដេអូម្ដងហើយម្ដងទៀតសារចុះសារឡើងហើយត្រូវព្យាយាមធ្វើព្យាយាមឲ្យបានខ្ជាប់ខ្ជួនទើបយើងបានលទ្ធផលអញ្ចឹងនៅក្នុងវីដេអូក្រោយខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាជាលក្ខណៈមេរៀនដាច់ដោយឡែកពីគ្នារវាង Facebook ហើយនិង YouTube តែ Facebook យើងគួរចាប់ផ្ដើមពីណាទៅណាហើយ YouTube គួរចាប់ផ្ដើមពីណាទៅណាបាទនៅក្នុងវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេ